បងប្អូនឃើញមនុស្សអ៊ូអរអញ្ចឹងបងប្អូនគាត់จะឆ្ងល់ថាតើគេកំពុងធ្វើអីតោះបងប្អូនចូលរួមទស្សនា vlog របស់ខ្ញុំថ្ងៃអាទិត្យហ្នឹងណាចាថ្ងៃអាទិត្យនេះគឺខ្ញុំបានចូលរួមកម្មវិធីបុណ្យចែកទាននៅផ្ទះគ្រួសាររបស់បងខេងចាអញ្ចឹងក៏បានមកចូលរួមជាមួយនឹងគាត់តាំងពីយប់ដែរដើម្បីមកជួយរៀបចំវិកខ្ចប់នំបញ្ចុករបស់យើងចំនួន1800ប្រអប់ណាបងប្អូនចាអូច្រើនមែនតើបងប្អូនចង់ដឹងថាយើងយកទៅចែកបងប្អូននៅខាងណាដែរចឹងកុំភ្លេចធ្វើការតាមដានទស្សនាដល់វីដេអូចុងក្រោយហើយបងប្អូនប្រកាសជាបានឃើញនៅក្នុងវីដេអូនេះរាល់សកម្មភាពទាំងអស់គឺថាបងអូនទាំងអស់គឺគាត់បានចូលរួមយ៉ាងសកម្មហ្មងមិនថាផ្នែកជ្រក់នំចុកផ្នែកជ្រក់ទឹកស្លផ្នែកខាងបើម្ទេសឬក៏ជ្រក់ទឹកជ្រក់អីហ្នឹងគឺថាអូនម្នាក់គឺសកម្មមែនតើហើយធ្វើដោយសប្បាយរីករាយនាំគ្នាធ្វើទាំងសប្បាយចិត្តហ្មងណាពួកឯងបានធ្វើបន់កម្របានជុំគ្នាធ្វើអញ្ចឹងណាបងមិនធម្មតាណាបងងើបតាំងពីម៉ោង1ម៉ោង2យប់ដើម្បីឆក់នំបញ្ចុកទាំងអស់ហ្នឹងពួកអីចំនួនច្រើនណាបងប្អូន1800ប្រអប់គឺច្រើនមែនតើគឺយើងធ្វើការយកទៅចែកជូនទៅដល់បងដែលគាត់សម្រាប់នៅមន្ទីរពេទ្យគុណភពបុប្ផាដែលគាត់មានកូនតូចយកមកព្យាបាលអីចឹងទៅមានម៉ាក់មានប៉ាអីគាត់ជួយមកជាមួយចឹងទៅគឺច្រើនមែនតើដែលគាត់បានជួយមកនឹងគឺថា1800ប្រអប់គឺអស់អាលីងហ្មងបងគឺម្នាក់គឺគាត់តម្រង់ជួចាំយកទាំងអស់គ្នាហ្មងហើយយើងមកចូលរួមអញ្ចឹងគឺបានឃើញអញ្ចឹងគឺពិតជាសប្បាយចិត្តមែនតើហើយចំណែកខ្ញុំវិញក៏បានចូលរួមជាថវិកាជាមួយនឹងកម្លាំងកាយកម្លាំងចិត្តមកចូលរួមជាមួយដែរចឹងក៏សូមជូនបនទៅដល់បងដែលបានទស្សនាផងដែរអរគុណច្រើនបាយបាយ